Hello guys វិលមកកាន់ការស្មារតីរឿងរបស់ខ្ញុំម្ដងទៀតហើយខ្ញុំចង់ប្រាប់អ្នកគ្នាថាថ្ងៃនេះគឺខ្ញុំបានលើកយកសាច់រឿងមីវ៉ាថ្មីមួយមកសម្ដែងជូនអ្នកគ្នាទស្សនាហើយរឿងនោះដែរគឺមានឈ្មោះថាគូបច្ចេកស្នេហាអីចឹងទៅអ្នកគ្នាបើចង់ដឹងថាសាច់រឿងនោះមិនម៉េចយើងចូលទស្សនាអ្នកគ្នាមកទៅផ្ដើមសាច់រឿងដំបូងនេះដែរគឺគេបានបង្ហាញអំពីបរិសម្នាក់គាត់បានរត់ចូលទៅលើកម្មសិដាចឹងទៅហើយក៏មានលើស្ដីណែគេម្នាក់បាននិយាយថាជួបគ្នាពេលក្រោយខ្វងអន្តៈតមកគឺម្នាក់ហ្នឹងឯងគឺជាកូនស្រីរបស់យើងឯងគាត់មានឈ្មោះថាខ្វងអន្តៈហើយគាត់បាននិយាយថាលាសិនឯងហើយគាត់ក៏បានរត់បណ្ដាគាត់បណ្ដាថាមនុស្សដែលខ្ញុំចេះចិត្តរហូតមកដល់ពេលនេះទាំងអស់គ្នាសុទ្ធតែមានអ្វីមួយដូចគ្នាចឹងនិយាយថាបើគាត់ចឹងណាហើយគាត់ក៏បានដើរទៅដល់កន្លែងមួយគេបាននិយាយថាសួស្ដីហើយកូនស្រីយើងក៏បានសួស្ដីទៅវិញហ្នឹងទៅបន្ទាប់មកគឺម្នាក់ស្រីហ្នឹងបាននិយាយថាតើអ្នកកំពុងទៅកន្លែងណាមួយមែនទេហើយបន្តមកគឺកូនស្រីយើងក៏បានតបទៅវិញថាខ្ញុំនឹងទៅលេងបាល់បោះជាមួយផ្នែកគ្រប់គ្រងហើយខ្ញុំជាមនុស្សម្នាក់ដែលតែងតែយឺតម្នាក់ស្រីហ្នឹងបាននិយាយថាអូខ្ញុំបានឃើញផ្នែកក្រុមចាស់ៗកំពុងទៅលេងមួយនេះបន្តិចបន្តមកគឺកូនស្រីយើងបាននិយាយថាមែនទេខ្ញុំគួរតែប្រញាប់ទៅសិនហើយជួបគ្នាពេលក្រោយបន្តមកគឺគាត់បានដើរតាមផ្លូវហើយបាននិយាយថាជាធម្មតាមនុស្សដែលខ្ញុំចូលចិត្តមានកម្ពស់ទាបជាងខ្ញុំនឹងមានមុខមាត់ស្អាតចឹងនិយាយថាថែមកូនយើងទីតាអញ្ចឹងកូនស្រីយើងបាននៅកាន់ណាគេម្នាក់បន្តមកគឺគាត់បានលើគេនិយាយថាប្រហែលថ្ងៃនោះមានរឿងឈួតកាត់ឡើងហើយតមកមានបរិម្នាក់និយាយថាហើយឲ្យខ្ញុំហើយសវីអូបាទបន្តមកគឺគេបានបង្ហាញអំពីមុខបរិម្នាក់អូខេអ្នកគ្នាកូនប្រុសយើងនឹងឯងកូនស្រីយើងគឺមានចការឈោមមកគេឡើងផ្លឹកអីចឹងណាហើយមានអ្នកហូរនៅខាងក្រៅហើយបន្តមកគឺមានបរិម្នាក់បានសួរកូនស្រីយើងថាអូទីបំផុតមកដល់ហើយអឺតាអូយឺតពេលទៀតហើយលោកហើយបន្តមកគឺកូនស្រីយើងបានងាកសួរគេថា JE ជាណាគេហើយពេលហ្នឹងឆ្ងល់គាត់និយាយថាហ៎បាទថាឆ្ងល់ខ្លាំងចឹងទៅកូនស្រីយើងមានថាអ្នកខ្ពស់ជាងគេនៅក្នុងចំណោមអ្នកចំនួនដតីទៀតចង់និយាយថាមានជាការជួបភ្លាមស្រឡាញ់ផ្លែតអីចឹងទៅហើយកូនស្រីយើងបាននិយាយថាបរមអ្នកហ្នឹងក៏បានបញ្យល់ប្រាប់កូនស្រីយើងថាអ្នកមិនស្គាល់ JE ទេឬគាត់ជាកីឡាករខ្លាំងហើយនាយកដ្ឋានផ្សេងទៀតដែរគាត់រស់នៅឆ្នាំទី2គាត់មានឈ្មោះថាលីដូជេចាំប្រាប់អ្នកគ្នាថាកូនប្រុសយើងក៏មានឈ្មោះពីរលីដូជេនិង JE ចង់និយាយចឹងអ្នកគ្នាហើយបន្តមកគឺពេលហ្នឹងនិយាយថាអញ្ចឹងប្រហែលជាអ្នកមិនស្គាល់គាត់ទេព្រោះអ្នកបានចូលបម្រើកងទ័ពបន្ថែមទៀតមនុស្សគ្រប់គ្នានៅជុំវិញបែរជាខ្ញុំណែនាំ JE តមកគឺកូនស្រីយើងបានគិតក្នុងចិត្តថាអីយ៉ាគាត់សង្ហាខ្លាំងណាស់អូយវាជាការជួបព្រឹបស្រឡាញ់ផ្លេតអីចឹងណាហើយបន្តមកគឺមានណៃគេម្នាក់បាននិយាយថាហេតោះសម្រាប់មួយគ្រាសិនចង់និយាយថាពេលកលេងបានលេងអីហត់ហើយចឹងទៅគេមិនសម្រាប់ចឹងហើយមានអារម្មណ៍ណានិយាយថាថ្ងៃនេះក្តៅខ្លាំងណាស់មែនហើយវាមានអារម្មណ៍ថាដូចជាវាក្តៅរលារួចទៅហើយចង់និយាយថាគឺកូនប្រុសយើងគឺជាមនុស្ស introvert ចឹងទៅបែបពេលគេនិយាយចឹងបាទថាស្ងាត់ស្ងប់ស្ងាត់អីចឹងទៅណាហើយកូនស្រីយើងបានមើលមកគេមកសន្ទុះហើយក៏មានណែគេម្នាក់គាត់មកហៅគាត់ថាហេគួងអន្តៈហើយកូនប្រុសយើងឮគេហៅកូនស្រីយើងក៏ងាកទៅមើលដែរចឹងទៅកូនស្រីយើងបែបកន្លោះមកអត់ទាន់និយាយចឹងនិយាយថាហាស្អីចឹងណាហើយមានបរិម្នាក់បាននិយាយថាតើឯងកំពុងធ្វើអ្វីឯងមកទៅហាត់ទេឬហើយកូនស្រីយើងបាននិយាយថាមែនហើយខ្ញុំបានមកទីនេះដើម្បីហាត់ហ្នឹងហើយគេបានសួរថាហេតុអ្វីបានជាអ្នកទៅតែមកដល់ទីនេះយឺតម៉េះហើយកូនស្រីយើងក៏បានងាកទៅមើលកូនប្រុសយើងបន្តិចទៀតហើយនិយាយថាដោយសារតែការបង្រៀនរបស់ខ្ញុំបានបញ្ចប់យឺតចង់និយាយថាឆ្លៀតមើលមុខបោះរហូតយីមែនហើយកូនប្រុសយើងហ្នឹងក៏សង្ហាណាស់ដែរសង្ហាមិនស្ទើរទេកូនស្រីយើងបានមើលគេហើយក៏ចាប់ផ្ដើមមុខក្រហមខ្លួនឯងអៀនដែរនឹងខ្វិនហើយអ្នកគ្នាចង់និយាយអត់ថាស្នេហាកម្មន្ទៈអីចឹងណាហើយកូនស្រីយើងបាននិយាយថានៅពេលដែលខ្ញុំចូលចិត្តណាម្នាក់ជាធម្មតាខ្ញុំនឹងលងស្នេហ៍នឹងមនុស្សនោះតាំងពីខលដំបងគួរឲ្យអាណិតណាស់ដែលថ្ងៃនោះចង់និយាយថាអតីតកាលទៀតហើយគឺកូនស្រីយើងគឺបានលេងបាល់បោះចូលលេងបាល់បោះម្ដងអីចឹងទៅអ្នកគ្នាគឺកូនស្រីយើងគឺបានលេងបាល់ល្អខ្លាំងមែនតើប៉ុន្តែពេលនោះក៏កូនស្រីយើងបានថាខ្ញុំមានអារម្មណ៍ចម្លែកនៅពេលដែលភ្នែករបស់ពួកយើងជួបគ្នាវាជាអារម្មណ៍មួយដែលលើសលប់ចង់និយាយថាអូយកូនស្រីយើងលេងបាល់អារម្មណ៍អត់មូលសមហ្មងហើយកូនស្រីយើងក៏បានទៅឈរនៅពីមុខគេចឹងទៅហើយគាត់ទៀតថាវាមានអារម្មណ៍ដូចជាទ្រូងរបស់ខ្ញុំហ៊ាននឹងធ្លាក់ចុះក៏កូនប្រុសយើងក៏បានបាញ់ខ្សែភ្នែកមកមួយចឹងទៅធ្វើឲ្យកូនស្រីយើងនឹងអៀនហើយកូនស្រីយើងបាននិយាយទៀតថាតែដោយសារតែខ្ញុំឯកាមែនទេខ្ញុំមិនមានអ្នកណានៅជុំវិញខ្ញុំមកយូរមកហើយខ្ញុំមិនដឹងផងថាហេតុអ្វីបានជាខ្ញុំត្រូវបានផ្លាស់ចេញដោយសារតែគាត់ឯងផ្លុកពេកណាបន្ទាប់មកគឺគាត់បាននិយាយទៀតថាបន្ទាប់ពីភ្នែករបស់ខ្ញុំ
នៅថ្ងៃនោះខ្ញុំតែងតែតាមតាន់លីដូជេដោយមិនដឹងខ្លួនហើយកូនស្រីយើងក៏បានលេងបាល់លេងអីទៀតចឹងទៅហើយក៏បានជុលពីមួយគេចឹងទៅហើយអ្នកគ្នាឥឡូវហ្នឹងខ្ញុំសុំ sorry អ្នកគ្នាខំមែនតើខ្ញុំមិនដឹងទេថាឥឡូវហ្នឹងគេហៅថាអគារសាលាឬក៏ condo អីចឹងទៅតាមមកដល់បច្ចុប្បន្នវិញនេះគឺជានៅផ្ទះកូនស្រីរបស់យើងនេះគឺជាមិត្តភក្តិរបស់កូនស្រីរបស់យើងហើយមកណាគាត់បាននិយាយថាអេលីដូជេនឹងអាននឹងពិភាក្សាសិល្បៈសេរីក្នុងអំឡុងឆមាសទី2គាត់និយាយថាអូប៉ុន្មានហើយគាត់ក៏បាននិយាយទៀតថាមែនហើយខ្ញុំបានសួរសិស្សថ្នាក់ទី3របស់ខ្ញុំថាអ្នកណាជាអ្នកបង្រៀនឆ្នាំទី3របស់គាត់ហើយបន្ទាប់មកគឺប៉ាក់នឹងដូចគាត់ថាប្រច័ណ្ឌតិចអីតិចតែកូនស្រីខ្ញុំបាននិយាយថាអ្វីទៅថានេះតើខ្ញុំត្រូវធ្វើបែបនេះសម្រាប់អ្នកទេរឿងបែបនេះត្រូវបញ្ចប់ដោយល្អប្រសើរហើយកូនស្រីយើងក៏បានហត់អោបគេបាននិយាយថាវាមិនមែនជាវាសនាទេឬដែលឯងបាននៅជាមួយលីដូជេប៉ុន្តែមិននិយាយថាចេញពីខ្ញុំហើយកម្មដល់ស្អែកឡើងកូនស្រីយើងបានទើបឃើញថាខ្ញុំបានបង្កើតចំណុចទំនាក់ទំនងមួយដែលมันអាចមានក្នុងវិធីនោះហើយអ្នកនេះចង់និយាយថាកន្លែងហ្នឹងមិនបាច់សូវនិយាយអីច្រើនទេដោយសារកន្លែងហ្នឹងវាអត់សំខាន់សម្រាប់យើងដោយសារអ៊ីពូអីហ្នឹងគាត់បាននិយាយគ្នាចឹងណាហើយកូនស្រីយើងបានសម្លឹងទៅមើលមកគេហើយគិតនឹងថាជាស្ដែងគាត់នៅឆ្ងាយពីប្រភេទមនុស្សដែលខ្ញុំចូលចិត្តទោះយ៉ាងណាក៏ដោយខ្ញុំតែគិតថាគាត់ស្ងប់ស្ងាត់និងស្រាលខ្ញុំបានដូចនោះអូខេអ្នកគ្នាចង់និយាយថាឡើយហ្នឹងគឺកូនស្រីយើងដូចមើលមកគេរហូតអីចឹងណាពេលចេញពីកន្លែងហ្នឹងគឺកូនស្រីយើងបានដើរទៅផ្ទះជាមួយមិត្តភក្តិគាត់ហើយមិត្តភក្តិគាត់បាននិយាយថាយើងនឹងទទួលទានអាហារពេលល្ងាចជាមួយក្រុមតែអាចចង់ចូលរួមទេកូនស្រីយើងបាននិយាយថាតែខ្ញុំអាចទៅបានដែរតែពេលហើយគឺអាប៉ែហ្នឹងបាននិយាយថាមែនហើយវាលីដូជេចូលរួមដែរនៅអាហារថ្ងៃល្ងាចនេះអីចឹងទៅហើយកូនស្រីយើងបានលើចឹងហើយក៏និយាយថាអស្ចារ្យចង់និយាយថាឲ្យទៅលើឈ្មោះបននៅទីណាដឹងតែមានកូនស្រីយើងទៅតាមនៅកន្លែងហ្នឹងហើយនៅហាងស្រាមួយកន្លែងអីចឹងទៅអ្នកគ្នាកន្លែងនេះគឺពេលគេមកដល់គេបានជួបជុំផឹកស៊ីគ្នាអីចឹងទៅហើយប៉ែនេះបានសួរថាអូអ្នកគ្នាឥឡូវនេះគឺយើងតំណែងឈ្មោះប៉ែហ្នឹងឈ្មោះហ្នឹងគាត់មានឈ្មោះថាសូប៊ីនតមកអាប៉ែនៅចិត្តហ្នឹងបាននិយាយថាហេសូប៊ីនអូនតារស់នៅជាមួយគ្នាមែនទេមែនហើយសូប៊ីនបាននិយាយថាមែនហើយយើងជាមួយរួមបន្ទប់បន្ទាប់មកប៉ែហ្នឹងបាននិយាយថាគ្មានអ្វីចម្លែកទេដែលអ្នកទាំងពីរតែងតែនៅជាមួយគ្នានោះចង់និយាយថាអាប៉ែហ្នឹងគឺកកកកាយរឿងគេមស្ទ័រដែរហើយបន្ទាប់មកគឺអាប៉ែសូប៊ីនហ្នឹងបាននិយាយថាគ្មានអ្វីចម្លែកអូច្រឡំហើយហ្នឹងក៏បាននិយាយថាខ្ញុំទូរស័ព្ទតអ្នកព្រោះខ្ញុំនិយាយថាអ្នកធុញទ្រាន់នៅផ្ទះតឯងនៅថ្ងៃនេះហើយមិនបាច់ទៅមើលកូនស្រីយ៉ាងទេអាមួយនេះគឺមកញ៉ៃញ៉ៃពីហ្នឹងដោយសារអាប៉ែហ្នឹងគឺស្វឹងនិយាយអត់ដឹងខ្យល់ទេនិយាយថាកូនស្រីយើងក៏អត់ឆ្លាញ់ប៉ុន្តែកូនស្រីយើងអៀនក៏ជ្រុលដាក់អាប៉ែហ្នឹងបដៃវិមុខចឹងទៅហើយក៏មានដៃណាម្នាក់យកបារីចេញមកហើយគាត់បាននិយាយថាកូនប្រុសយើងឯងក៏បាននិយាយថាខ្ញុំនឹងចេញទៅជក់បារីហើយចង់និយាយថាអ្នកគ្នាកន្លែងហ្នឹងបែបចង់ហៅឲ្យគេដឹងអីចឹងណាហើយកូនស្រីយើងក៏បានងាយទៅមើលមុខគេហើយថាហើយកូនស្រីយើងឃើញគេតែចឹងក៏បាននិយាយថាខ្ញុំទៅដែរខ្ញុំក៏ចង់ទៅដែរទៅជក់បារីដែរអញ្ចឹងណានិយាយថាធ្វើម៉េចក៏ដោយឲ្យទៅបានទៅក្បែរបងអត់សុខចិត្តអញ្ចឹងណាហើយបន្ទាប់មកគឺកូនស្រីយើងបានដើរមកដល់ហើយកូនស្រីយើងបាននិយាយថាអូខ្ញុំផ្លេចយកតែកេះមកបាត់ហើយដោយសារតែគាត់ស្ទាបអញ្ចឹងណាគាត់គិតក្នុងចិត្តតែអ្នកគ្នាតែគាត់ស្ទាបអញ្ចឹងទៅហើយបន្ទាប់មកក៏មានតែកេះមួយអុចបារីឲ្យគាត់ហើយអ្នកគ្នាមិនឆ្ងល់ទេកូនប្រុសយើងអុចឲ្យហ្នឹងណាហើយបន្ទាប់មកគេបាននិយាយថាអ្នកឯកចេរបស់ខ្ញុំមានកូនស្រីយើងថាបាទអរគុណហើយកន្លែងហ្នឹងក៏ស្ងប់ស្ងាត់ពុពេញទៅដោយផ្សែងបារីអញ្ចឹងទៅកូនស្រីយើងចេះតែលួចកលៀសភ្នែកមើលគេរហូតដែរអីចឹងទៅហើយចង់និយាយថាមុខហ្នឹងគឺអៀន24ម៉ោងគឺអៀនរហូតតែម្ដងចង់និយាយចឹងហើយកូនប្រុសយើងគឺគាត់បាននិយាយថាកូនស្រីយើងមិនគិតថាលីដូជេសង្ហាណាតើគាត់មានដៃគូដែរទេណោះចង់និយាយថាទៅគិតដល់ដៃគូគេណាទៀតហើយអូយកូនស្រីយើងហើយគាត់ក៏បានគិតនឹងចិត្តថានេះជាការពិតហើយគាត់មានប្រជាប្រិយភាពខ្លាំងណាស់ជាការពិតណាស់គាត់គួរតែមានដៃគូហើយចង់និយាយថាគាត់ប្រុសយើងកន្លែងហ្នឹងគឺបានសួរថាតើអ្នកចង់គេជាមួយខ្ញុំទេ What គុំថាកូនស្រីយើងសុំឲ្យខ្ញុំក៏កាំងដែរអ្នកគ្នាចង់និយាយថាមិនចឹងនៅសុំឲ្យគេទៅជាមួយនេះហើយកូនស្រីយើងលើកាំងលើចង់និយាយថាអ្នកគ្នាតែណាមិនកាំងសុំតែខ្ញុំក៏រកពាក្យប្រយ័យគ្មានដែរចង់និយាយថាកូនប្រុសយើងបាននិយាយថាខ្ញុំបានលើអ្វីខុសដែរទេចង់និយាយថាកន្លែងហ្នឹងសួរគេឲ្យមកធ្វើច្រឹងជើងឯអ្នកគ្នាចង់និយាយថាប៉ុណ្ណឹងណាហើយគាត់ក៏បាននិយាយថាខ្ញុំដឹងថាអ្នកចូលចិត្តខ្ញុំហើយបន្ទាប់មកគឺកូនស្រីយើងលេងញ័រមកទៅហើយគាត់លេងយកដៃខ្ទប់មាត់និយាយថា
Wow, cho mình thấy trong tơ tờ lừ bị ở vậy đó. Ta men ở vậy cá lắm ở mấy mấy. Hai con phải cứ van xin nhanh hay van vậy tha. Ta đơn mà đấy. Mình đang tham bên nè. Ai biết bắt lò mà này, trong mình đang tham nè còn pon tập si dương liệu về thì tăng bị pê con sấy dương cái gì tao cho phong con sấy dương man vậy tha. Nút tay trong mà men đây tha. Giờ ha. Tay lơ bị nè, cho vậy tha ơi. Con phải giống vậy tha, ta lại trong men đây tha, dạng má nè. Cái chữ môi nè lưới. Ta nè cái tầm pi để khả năng bác sĩ chùm rơi cho tôi ở vậy bà nè cho chất trong nè tra tay chỉ bà rasa lại bà đôi khi trong mang xua pro trong cái thang sầm nàn đi tra ban tụi tôi dọn từ ngày xưa rồi hi con phải giống như tha tam bắt tay trong mình qua tay bà sân bà nè mình cha chừng trong con phải giống từ trong bên đây tha bà con xây dựng cha chừng kê trong tập hai chim ai tay tay con xây dựng không bên chiêng hai các mày tha trong cái con tài cho tha bên miên ở lòng nhà này không ca rôm phê chùm môi bà Why? 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 Cái thay có gì vậy mà? Ý tha gì ở trên tề mà ngay hai cứ con phó năng kinh gì tại ai sao tao mà nào? Con phó dân cứ con ban bao bày cho ban vậy tha. Kê tao phụ kê mà thưa rương bạn nuôi tê rứt. Cho vậy tha. Con phó dân ở mạch đài hiền sro đài nữa nè. Hai con phó dân ban vậy tha. Hai con mình men chơi rương lo sao mà làm lại đai men tết để xa để chơi chặt nhóm. Cô sẽ dân cứ ban trầm được giam tê bằng năng tê nó nhiều cho phải tha. Rồi dương có mà đôi thì chọc tụi nó lại là phải tay chọc hôm tối tao này nhưng xong phải môi sần trong phải là phải tha hưởng đi bọn mình lại check like tê và hạ mình phải tòi hắn ở kia nhưng trong phải tao bằng này cho người tha bọn mình ke khó con thằng này ấy cứ ba tha chui khăn tay phải tôi dùng phong từ xa tay vì tụi đợt mò thay mới tiết cứ nhôm vô tụi bọ luôn anh tê nhưng mà sơn đang tha vì nó cứ thử mình thử ấy khác mà màn tê nào như trong cái tha I love you bye bye